សំណួរតើពុម្ពនឹងផ្នត់មានប៉ុន្មានប្រភេទចូលពន្យល់ពីប្រភេទនីមួយៗចម្លើយពុម្ពនឹងផ្នត់មានពីរប្រភេទគឺពុម្ពនឹងផ្នត់ធម្មតាជាប្រភេទពុម្ពនឹងផ្នត់ដែលមានទម្រង់ងាយមិនសូវបត់បែនខ្លាំងពុម្ពនឹងផ្នត់ធម្មតាមានដូចជាផ្នត់ត្រង់និងផ្នត់តូពុម្ពនឹងផ្នត់សាំញ៉ាំជាប្រភេទពុម្ពនឹងផ្នត់ដែលមានទម្រង់បត់បែនខ្លាំងពុម្ពនឹងផ្នត់សាំញ៉ាំមានដូចជាផ្នត់ដេកផ្នត់បាក់ស្រុតនិងផ្នត់ត្រេលសូមបងប្អូនទាំងអស់គ្នាជួយចុច Subscribe Channel YouTube ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានវីដេអូសំណួរចម្លើយថ្មីបន្ថែមទៀតសូមអរគុណ